សួស្តីអ្នកទាំងអស់គ្នាអញ្ចឹងយើងមកមើលលំហាត់នេះគេឲ្យរកមុំតាតាអញ្ចឹងតាមច្បាប់ចំណាំងផ្លាតគេឲ្យយើងកណនីមុំតាតាយើងមានកញ្ចក់ប្លង់2ទៀតហើយអញ្ចឹងកញ្ចក់ប្លង់លើនេះគឺ M1 ដាក់ដេក M2 ដាក់ប្រឆិតឡើងទៅលើបានមុំ120ដឺក្រេធៀបជាមួយកញ្ចក់ប្លង់ទី1អញ្ចឹងកម្មពលឺរបស់យើងគឺកម្មចាំងប៉ះមានមុំ60ដឺក្រេគឺមុំចំណាំងប៉ះរបស់វាអញ្ចឹងលោកគ្រូតាំងមុំចំណាំងប៉ះហ្នឹងដោយតាតាមួយចុះអញ្ចឹងតាតាមួយយើងគឺស្មើ65ដឺក្រេបន្តមកទៀតអ្វីដែលយើងត្រូវគិតបន្តនៅពេលដែលវាផ្លាតទៅវានឹងបង្កើតបានជាមុំចំណាំងផ្លាតនៃកញ្ចក់ប្លង់ទី1អញ្ចឹងលោកគ្រូតាំងវាដោយតាតា1ព្រីមនិងមុំចំណាំងផ្លាតណាតាតា1ព្រីមអញ្ចឹងបញ្ជាក់ថាបើសិនជាអាប៉ះប្រមាណអាផ្លាតក៏ប៉ុណ្្នឹងដែរអញ្ចឹងតាតា1ព្រីមរបស់យើងគឺស្មើតាតា1ស្មើនឹង65ដឺក្រេដែរបន្តមកទៀតគឺយើងត្រូវគិតទៅលើការចាំងផ្លាតធៀបជាមួយនឹងកញ្ចក់ទី2វិញដោយសារតែអ្វីដែលគេសួររកមុំចំណាំងផ្លាតនៅក្នុងកញ្ចក់ទី2ឯងហើយក៏យើងត្រូវដឹងបន្តទៀតដែរថានៅពេលដែលយើងបាញ់ទៅអានេះវាបង្កើតបានជាមុំថ្មីអញ្ចឹងមុំហ្នឹងមិនមែនមុំតាតា1ព្រីមទៀតទេអញ្ចឹងយើងត្រូវគិតផ្នែកខាងក្រោមនេះវិញអញ្ចឹងបើសិនជានេះខ្សែកែងបញ្ជាក់ N1 ខ្សែកែងនឹងកញ្ចក់ប្លង់ M1 អញ្ចឹងយើងអាចទទួលបានថាមុំមួយជាងនេះគឺ90ដឺក្រេយើងអាចទាញរកមុំថ្មីលោកគ្រូតាំងវាដោយមុំណាមួយទៅថតទៅលោកគ្រូតាំងដោយមុំ alpha ចុះអញ្ចឹងយើងអាចទាញរកមុំ alpha របស់យើងគឺស្មើនឹងអីអញ្ចឹងតាមខ្សែកែងនៅក្នុងកញ្ចក់ប្លង់ទី1គឺមុំតាតា1ព្រីមបូកនឹងមុំ alpha ស្មើ90ដឺក្រេអញ្ចឹងទាញរក alpha ស្មើនឹង90ដកតាតា1ព្រីមអញ្ចឹង alpha យើងគឺស្មើនឹង90ដកតាតា1ព្រីមយើងគឺ65ដឺក្រេស្មើ25ដឺក្រេអត់ទាន់ចប់ទេយើងគិតបន្តទៀតដោយសារតែអ្វីដែលគេចង់បានគឺមុំតាតានេះយើងដឹងថាមុំតាតាហ្នឹងគឺជាមុំចំណាំងផ្លាតនៃកញ្ចក់ប្លង់ទី2នៅពេលដែលកញ្ចក់ចំណាំងផ្លាតនៃកញ្ចក់ប្លង់ទី1មកប៉ះវាអញ្ចឹងយើងគិតទៅលើមុំមួយទៀតយើងតាំងលោកគ្រូតាំងវាថ្មីដោយមុំ beta ចុះចឹងមុំ beta នេះអាមកចំណិតនេះអានេះគឺមុំ beta យើងដឹងថា alpha គឺ25ដឺក្រេអាមុំមួយចំណិតនេះគឺ120ដឺក្រេអញ្ចឹងយើងត្រូវរកមុំ beta នឹងសិនអញ្ចឹងតាមផលបូកមុំក្នុងតេកោណក្នុងតេកោណយើងបានដឹងហើយគឺ alpha បូក beta បូក120គឺស្មើនឹង180ដឺក្រេផលបូកមុំក្នុងតេកោណកែងតេកោណកែងមិនក៏បូកឃើញប៉ុណ្្នឹងដែរអញ្ចឹងយើងទាញរកអីទាញរក beta beta យើងគឺស្មើ180ដក120ហើយដកនឹង alpha យើងអាចទៅសេថា beta ស្មើនឹង60ដកនឹង alpha យើងមានតម្លៃស្មើនឹង25អញ្ចឹងឃើញប្រមាណទៅអញ្ចឹង60ដក25គឺឃើញ35ដឺក្រេអត់ទាន់ចប់ទេដោយសារតែ beta គឺជាផ្នែកមួយនៃមុំដែលយើងកំពុងតែចង់រកនេះដោយសារតែយើងដឹងថានេះគឺជាខ្សែកែងនៃកញ្ចក់ M2 អញ្ចឹងអាមួយចំហៀងហ្នឹងមួយចំហៀងខ្សែកែងនៃកញ្ចក់ M2 ហ្នឹងគឺ90ដឺក្រេឯងអញ្ចឹងលោកគ្រូតាំងអានេះដោយ theta 2ចុះអញ្ចឹងមុំចំណាំងប៉ះនៃ theta 2នេះគឺវាមួយចំហៀងនេះ90អញ្ចឹងលោកគ្រូអាចសរសេរថាតាមកញ្ចក់ប្លង់ M2 អញ្ចឹងលោកគ្រូអាចសរសេរថាម៉េចtheta 2បូកនឹង beta ស្មើនឹង90ដឺក្រេតើទេបន្តមកទៀតយើងធ្វើការចំនួនអីម្ដងចំនួនរកtheta 2ម្ដងអញ្ចឹង theta 2ស្មើ90ដក beta អញ្ចឹងស្មើ90ដក beta ដែលយើងរកឃើញ35ដូច្នេះ theta 2គឺស្មើនឹងស្មើទៅ55ដឺក្រេមែនទេអញ្ចឹងតាមច្បាប់ចំណាំងផ្លាតនៃកញ្ចក់ប្លង់ទី2នេះបើអាប៉ះវាប៉ុន្មានដឺក្រេអាផ្លាតក៏ប៉ុណ្្នឹងដែរជាចុងក្រោយយើងអាចសរសេរបានថា theta 2យើងមានតម្លៃប៉ុន្មានអញ្ចឹង theta របស់យើង theta ស្មើ theta 2ស្មើ55ដឺក្រេ